គណៈកម្មាធិការបោះឆ្នោតខ្មែរនៅក្រៅប្រទេសសម្រុកចោះឈ្មោះប្រជាពលរដ្ឋនៅទូទាំងពិភពលោកខ្ញុំប្រហែលបនចូលឆ្នាំនេះខ្ញុំទៅវត្តណាក៏ដូចវត្តណាដែរគឺខ្ញុំសរសើរក្រុមការងារគណៈកម្មាធិការជាតិបោះឆ្នោតរបស់ខ្មែរក្រៅស្រុកឬក្រៅប្រទេសនេះណាគាត់ទៅត្រុកគ្រប់កន្លែងដើម្បីឲ្យបងប្អូនជួយចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅក្រៅប្រទេសដើម្បីឲ្យមានដូចថាគិតគូរជាយន្តការបោះឆ្នោតមួយឲ្យប្រជាពលរដ្ឋខ្មែរក្រៅប្រទេសមានសិទ្ធិអំណាចមានតំណាងរបស់ខ្លួនមួយជួយដោះស្រាយបញ្ហានៅស្រុកទេសអីចឹងដែរអញ្ចឹងបានន័យថាបងប្អូនដែលទៅបោះឆ្នោតហ្នឹងគឺជ្រើសរើសតំណាងរាស្ត្រដូចថាប្រចាំថានៅរដ្ឋណាឥឡូវឃើញមានទាំងនៅកូរ៉េខាងត្បូងនៅជប៉ុននៅអូស្ត្រាលីនៅអាមេរិកនេះនៅបារាំងនិងនៅអឺរ៉ុបផ្សេងទៀតហ្នឹងឃើញយុទ្ធនាការនៅក្នុងរដូវបោះឆ្នោតបើចូលឆ្នាំនេះគឺថាសម្រុកគ្រប់វត្តគ្រប់ទីតាំងជួបប្រជុំគ្នាឃើញពួកគាត់ប្រឹងប្រែងមែនតើហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខ្មែរនៅក្រៅប្រទេសនេះគេហៅកាត់ជាភាសាខ្មែរថាកបខកអក្សរអង់គ្លេសថា KOEC COEC ដែលមានលោកសង្សានករណាដែលជាអតីតមន្ត្រីជាន់ខ្ពស់មួយរូបនៃអង្គការសិទ្ធិមនុស្សអាត់ហុកនៅកម្ពុជាដែលសប្តាហ៍ថ្ងៃលោករស់នៅនិរទេសខ្លួននៅឯប្រទេសអូស្ត្រាលីនោះគឺជាអ្នកនាំពាក្យហើយរៀបចំឃើញមាន barcode QR code សំទោសឲ្យបងប្អូនចុះឈ្មោះបំពេញអីអញ្ចឹងទៅតាមការគួរបងប្អូនបើចង់តាមដានព័ត៌មានបន្ថែមពីការបោះឆ្នោតនឹងឬក៏ចុះឈ្មោះបោះឆ្នោតនឹងយ៉ាងម៉េចសូមចូលទៅរកគេហទំព័រ Facebook របស់គណៈកម្មាធិការនេះដោយវាយពាក្យជាភាសាអង់គ្លេសថា KOEC បាទប្រហែលមកពីពាក្យពេញថាខ្មែរ Overseas Election Committee បាទគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខ្មែរក្រៅប្រទេសដែលពួកគាត់កំពុងតែចុះឈ្មោះយ៉ាងសស័កសស្រាំហើយសង្ឃឹមថាមានតំណាងរាស្ត្រគិតគូរស្រុកខ្មែរបងប្អូនធ្វើអីក៏ដោយឲ្យតែអំពើត្រឹមត្រូវអហិង្សាតស៊ូមតិតាមស្លាបបកានិងការបញ្ចេញគំនិតគឺធ្វើទៅកុំតែបបួលគ្នាបង្កើតតំបន់អបគមឬក៏ចំនួនប្រដាប់អាវុធអីហ្នឹងអាហ្នឹងជាអំពើហិង្សាខ្ញុំលើកទឹកចិត្តឲ្យធ្វើដូច្នេះហើយបងប្អូនគាំទ្រពួកគាត់ចូលទៅមើល Facebook របស់គាត់ទៅហើយដឹងវិធីចុះឈ្មោះនឹងយ៉ាងម៉េចមាន QR code នឹងយ៉ាងម៉េចបំពេញយ៉ាងម៉េចហើយបើតាមខ្ញុំចាំកាលពីនៅវត្តភ្នំសារីកាលពីខែមីនាអ្នកស្រីមូសុកហួរដែលជាប្រធានអង្គការខ្មែរចលនាខ្មែរដើម្បីប្រជាធិបតេយ្យឬក៏ KMD នោះក៏គាត់បាននិយាយអំពីការដែលរើសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹងគឺឲ្យប្រជាពលរដ្ឋបោះឆ្នោតហ្នឹងរើសតំណាងរាស្ត្រដើម្បីតំណាងឲ្យខេត្តក្រុងនៅប្រទេសកម្ពុជាពីក្រៅប្រទេសដើម្បីជួយឈឺឆ្អាលស្រុកទេសយើងហើយខ្ញុំជឿថានេះក៏ជាការធ្វើឲ្យដូចភ្លៀងរលឹមមិនបដាក់ដៃដែរឲ្យដឹងថាអ្នកដែលខ្មែរនៅក្រៅប្រទេសឈឺឆ្អាលស្រុកខ្មែរតាមរបៀបរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងបើសិនជាមានការបោះឆ្នោតសេរីត្រឹមត្រូវនឹងយុត្តិធម៌ពួកគាត់មានរចនាសម្ព័ន្ធមានទាំងរដ្ឋាភិបាលដូចរដ្ឋាភិបាលក្រៅប្រទេសមានទាំងប្រព័ន្ធបោះឆ្នោតមានទាំងប្រព័ន្ធសភាតិចទៀតប្រហែលជាគាត់រើសប្រព័ន្ធតុលាការបែបដូចជាគាត់ថាជានិមិត្តរូបអីមួយទៅដើម្បីដោះស្រាយបញ្ហាអីជាបដាទៅបដោះបដាលធនធានមនុស្សអីអញ្ចឹងទៅខ្ញុំថានេះគឺជារឿងល្អយើងកុំជេរបតិចផ្ដាសាគ្នាអាមឹងហែងហងអីហ្នឹងគឺវាថាវាក្រោតគ្រៀតយើងជជែកគ្នាពីគោលនយោបាយហើយយើងប្រឹងធ្វើបើសិនជាគណៈបកប្រជាជនកម្ពុជាចុះខ្សោយប្រជាប្រិយគណៈបកប្រឆាំងឬក៏ក្រុមប្រជាប្រដ្ឋខ្មែរនៅក្រៅប្រទេសរៀបចំបង្ហាញពីសមត្ថភាពរបស់ខ្លួនធ្វើអីបានជាងការអង្គុយជេរធ្វើអីបានអាហ្នឹងខ្ញុំលើកទឹកចិត្តបដោះបដាលយុវជនធនធានខ្ញុំឃើញពួកគាត់ធ្វើបានច្រើនណាស់ជាពិសេសដូចជាក្រុមចលនាខ្មែរដើម្បីប្រជាធិបតេយ្យរបស់អ្នកស្រីមូសុកហួរហើយនឹងក្រុមបណ្ដាញយុវជនកម្ពុជាសកលរបស់លោកសុផាន់ឡារីដែលបន្តបដាលយុវជនជំនាញផ្សេងនេះហើយគឺជាដំណើរផ្លូវត្រូវកុំនាំគ្នាប្រមូលបង្កើតទូរទស្សន៍វិទ្យុជេរបចោហែកសរងគ្នាហើយកាត់បន្ថយអស់ការជេរបចោគ្នាតែកសាងធនធានឲ្យច្រើនហើយនាំគ្នាធ្វើអញ្ចឹងឲ្យច្រើនទៅដើម្បីអីឲ្យប្រជាពលរដ្ឋកម្ពុជាយើងនឹងមានសង្ឃឹម
ថាបើគេមិនទុកចិត្តរដ្ឋាភិបាលកម្ពុជាឬគណៈបកកាន់អំណាចសពថ្ងៃក៏គេមានជំរើសថាអាចដូចថាមិនយកគេហៅថាជំរើសឲ្យវាមានប្រសើរជាងគ្នាកុំមកតបនឹង4ណាហើយនេះគឺជារឿងដែលល្អដែរបាទខ្ញុំជូនពរឲ្យការចោះឈ្មោះអ្នកបោះឆ្នោតអីហ្នឹងឲ្យបានជោគជ័យសស័កសស្រាំបងប្អូនម្ដងទៀតទៅមើល Facebook របស់អង្គការនេះទៅឬក៏ចលនានេះទៅគឺឈ្មោះ KOEC បាទគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ខ្មែរក្រៅស្រុកអក្សរកាត់ជាភាសាខ្មែរកបខកបាទហើយបងប្អូននឹងឮសាររបស់ពួកគាត់ខ្ញុំមិនអាចនឹងរៀបរាប់លម្អិតអស់ហើយចាំពេលឱកាសណាល្អខ្ញុំហៅមន្ត្រីគាត់ណាម្នាក់មកបញ្យល់បងប្អូនបន្ថែមទៀតបាទ